បាទតបងសូមជំរាបសួរហើយខ្ញុំបាទឈ្មោះសសផាន់ណូហើយខ្ញុំជានាយកប្រតិបត្តិនៃសមាគមផ្ដល់តេស្តរុញដើម្បីសង្គ្រោះនិងអភិវឌ្ឍហើយសូមកាត់ជាភាសាអង់គ្លេសហ្នឹងគឺ AARWCD ហើយពាក់ព័ន្ធនឹងពិការភាពរបស់ខ្ញុំមានជំងឺគ្រុនស្វិតដៃជើងហ្នឹងតាំងពីអាយុ3ឆ្នាំនេះពិការភាពហ្នឹងវាធ្វើឲ្យប៉ះពាល់ផ្នែកនៃរាងកាយរបស់ខ្ញុំនិយាយរួមមកតួខ្លួនរបស់ខ្ញុំហ្នឹងគឺអត់តែដៃឆ្វេងមួយទេអញ្ចឹងមានន័យថា3ជើង2និងដៃហ្នឹងគឺវាត្រូវបានខ្សោយពីដំបូងដើមកំណើតរបស់វាជារោងជាងរបស់អង្គការជប៉ុនណាតាំងពី1994មកតាំងពីនោះមកហើយជាក់ស្ដែងខ្ញុំមកចាប់ផ្ដើមការងារជាមួយនឹងតាំងពី2014នៅពេលដែលខ្ញុំចូលមកហ្នឹងវាដំបូងដូចពី3ឆ្នាំវាអត់អីសម្បូរម្ចាស់លុយណាអញ្ចឹងយើងអាចរំណាត់ប្រជែកនេះបានតែមួយរយៈក្រោយមកម្ចាស់លុយត្រូវបានកាត់បន្ថយអញ្ចឹងស្ទើរទាំងបាត់កន្លែងហ្នឹងណាតែគាត់ថាខ្ញុំចិត្តគិតថាបើខ្ញុំលាឈប់ទៅចូលបុគ្គលិកដែលមានពិការភាពគាត់ទៅធ្វើអីអញ្ចឹងខ្ញុំគិតថាបើខ្ញុំទៅខ្ញុំព្រួយតែខ្លួនអញ្ចឹងអតិថិជនក្នុងស្រុកគាត់អត់ទាន់យល់ទេគាត់ពីមុនគាត់ធ្លាប់មកបានគាត់ដឹងអាស្នើសុំបានដឹងបាន free ហើយយើងប្រាប់គាត់ថាយើងលែងមានលុយហើយបាទជាទូទៅនៅកន្លែងរបស់យើងអាតេសបើសិនជាគម្រោងផ្ទាល់របស់យើងពីរដែលយើងផ្ដល់ដោយមិនគិតថ្លៃប៉ុន្តែយើងមានគោលដៅរបស់យើងគឺសម្រាប់តែក្មេងនៅតូចហ្នឹងហើយនឹងកូនសិស្សដែលមានពិការភាពនៅរៀនគឺយើងឲ្យដោយ free អញ្ចឹងមានន័យថាមុននឹងផ្ដល់ឲ្យហ្នឹងគឺយើងវាស់វែងដូចយើងកាត់ខោអាវអញ្ចឹងយើងវាស់គាត់ឲ្យត្រូវបានយើងផលិតយើងអត់ចេះផលិតនេះទេហើយមួយវិញទៀតវាជាកន្លែងមួយដែលផ្ដល់ឱកាសការងារសម្រាប់អ្នកពិការទី1ផ្ដល់ការងារឲ្យគាត់អញ្ចឹងអាចចំណូលប្រាក់ខែរបស់គាត់ជួយក្រុមគ្រួសាររបស់គាត់មានកូនមានចៅអីចឹងណាព្រោះខ្ញុំធ្លាប់ចែកម្លែងឥឡូវនេះជាឱកាសមួយដែរអញ្ចឹងពីមុនខាងយើងបានទទួលលុយច្រើនអញ្ចឹងយើងផ្ដល់ឲ្យ free ហើយតាំងពីអំឡុង COVID ហ្នឹងវាត្រូវបានកាត់បន្ថយតែក៏យើងនៅមានគម្រោងផ្ដល់ដែរអញ្ចឹងតែយើងផ្ដល់ហ្នឹងយើងមានអតិថិជនគោលដៅរបស់យើងអញ្ចឹងហើយសំណុំពរអ្នកដែលធ្លាប់ទទួលសេវាខាងយើងហ្នឹងណាมันអាចដូចមុនទៀតទេអញ្ចឹងមានថាយើងមានគម្រោងមួយទៀតអញ្ចឹងបើសិនជាអ្នកបើគាត់មានលទ្ធភាពអញ្ចឹងឲ្យគាត់ជាអ្នកដើរតួជាអ្នកម្ចាស់លុយណាឧបត្ថម្ភអញ្ចឹងលុយហ្នឹងមិនយកចំណេញទៅណាទេមកទិញសម្ភារៈហ្នឹងផលិតហើយមួយវិញទៀតគឺយើងចំណាយទៅលើទឹកភ្លើងហើយកម្លាំងបុគ្គលិកដែលមានពិការហ្នឹងទេហើយសប្បុរសជននៅក្នុងស្រុករបស់យើងហើយពិសេសអ្នកដែលគាត់មានលទ្ធភាពចង់ឲ្យគាត់គាំទ្រមិនថាតែផលិតផលរបស់ខ្ញុំទេអញ្ចឹងរាល់ផលិតផលឬក៏ស្នាដៃដែលផលិតដោយបងប្អូនមានពិការភាពអញ្ចឹងស្នើសុំឲ្យគាត់ជួយគាំទ្រហើយយើងសំណពរខ្ញុំទៀតចេះកុំប្រៀបធៀបពាក់ព័ន្ធនឹងតម្លៃរបស់ផលិតផលរបស់បងប្អូនមានពិការភាពទៅនឹងតម្លៃដែលផលិតផលនៅតាមទីផ្សារព្រោះផលិតផលរបស់គេគឺឡើងឡើងរោងចក្រពីនេះណាហើយយើងគិតមើលទៅថាអ្នកពិការគាត់ពិបាកឲ្យប៉ុន្តែគាត់នៅព្យាយាមផលិតបានជាសម្ភារៈហ្នឹងអញ្ចឹងមានថាការជួយគាំទ្រការទិញហ្នឹងគឺជាការលើកទឹកចិត្តគាត់ហើយវាជាការផ្ដល់តម្លៃជាងការដែលយើងផ្ដល់លុយឲ្យគាត់ហ្នឹងអញ្ចឹងយើងទិញផលិតផលមានយើងបរៀនគាត់ឲ្យចេះប្រឹងឲ្យចេះតស៊ូឲ្យរស់នៅក្នុងសេចក្តីថ្លៃថ្នូរណាមែនក្នុងនាមខ្ញុំជាអ្នកពិការម្នាក់ក៏ខ្ញុំអត់បាយចិត្តដែរមិនមែនថាខ្ញុំនេះទេនេះឆន្ទៈរបស់ខ្ញុំមួយឯងខ្ញុំអត់ចង់លើកឡើងសិនពីប៉ុន្តែខ្ញុំចង់យករបស់ទៅដូរជាការគាំទ្រវិញអានេះជាការផ្ដល់តម្លៃហើយមួយវិញទៀតក៏សារផ្ដាំផ្ញើទៅបងប្អូនមានពិការភាពដែរថាយើងពិការហើយយើងត្រូវជាយាមរស់នៅក្នុងភាពថ្លៃថ្នូរជាយាមប្រើលទ្ធភាពរបស់យើងឲ្យគាត់ឲ្យភាពគឺចឹងហ្នឹងហើយពាក់ព័ន្ធនឹងសម្បត្តិខ្ញុំចុងក្រោយគឺគោលដៅចុងក្រោយរបស់ខ្ញុំគឺខ្ញុំខ្លាចជាចង់ឲ្យរោងជាងនេះខ្លាចជារោងជាងដែលរឹងមាំហើយសង្ឃឹមថាខ្ញុំនឹងបានម្ចាស់លុយបន្ថែមទៀតហើយជាពិសេសគឺខ្ញុំចង់បានម្ចាស់លុយដែលនៅក្នុងស្រុកហ្នឹងមានដូចជាអបញ៉ាឬមកក៏អាដាមណាដែលគាត់មានគំនិតថាគាត់ចង់ជួយឲ្យគេមានស្វាគមន៍ហើយតំណឹងខ្ញុំគិតថាវារឹងមាំមានតែចំណុចយើងក្នុងស្រុកហ្នឹង
គឺចង់ឲ្យវាខ្លាយជារឿងជាងមួយដែលពីកាន់តែធំហើយមានអ្នកពិការធ្វើការកាន់តែច្រើនចង់បដោះហើយរក្សាស្នាដៃហ្នឹងទុកតទៅទៀតបន្ទាប់ពីខ្ញុំទៅអ្នកមានជំនាន់ក្រោយក៏អាចដឹកនាំទៅបានច្រើន